ដំណើរការនៃការបរិច្ចាគឈាមចូលមកកាន់មូលនិធិឈាមនាមនីនាតបងប្អូនត្រូវទៅបន្ទប់ចុះឈ្មោះនឹងរងចាំនៅក្នុងការបរិច្ចាគឈាមនៅមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបន្ទាប់មកបងប្អូនទៅដល់ចាខាងផ្នែកផ្ដល់ព័ត៌មានគាត់នឹងផ្ដល់កដាមមួយស្លឹកដើម្បីឲ្យបងប្អូនបំពេញព័ត៌មាននេះខ្ញុំសូមជម្រាបថាបងប្អូនត្រូវមានអត្តសញ្ញាណប័ណ្ណភ្ជាប់ទៅជាមួយដើម្បីបំពេញបែបបទនៅក្នុងกระดาษស្នាមផងដែរបន្ទាប់ពីរួចហើយបងប្អូនត្រូវចាំលេខរៀងបន្ទាប់ពីចាំលេខរៀងហើយបងប្អូនដល់លេខរៀងបងប្អូនត្រូវឡើងទៅខាងលើនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដើម្បីចូលទៅពិនិត្យវាស់សម្ពាធឈាមលេខរៀងរបស់នាងខ្ញុំគឺនៅក្នុងបន្ទប់លេខ1ចានៅពេលដែលចូលទៅដល់អ្នកគ្រូពេទ្យគាត់នឹងសួរអំពីស្ថានភាពជំងឺរបស់យើងពីមុនមកធ្លាប់មានជំងឺប្រចាំកាយអត់ធ្លាប់បរិច្ចាគឈាមចំនួនប្រមាណដងបន្ទាប់មកអ្នកគ្រូពេទ្យចាប់ផ្ដើមវាស់សម្ពាធឈាមរបស់យើងថាតើយើងមានសម្ពាធឈាមចាគ្រប់គ្រាន់ដែលអាចបរិច្ចាគឈាមបានឬក៏អត់បន្ទាប់មកបងប្អូនត្រូវជម្រាបជូនអ្នកគ្រូពេទ្យថានាងខ្ញុំបានបរិច្ចាគឈាមចូលមកកាន់មូលនិធិឈាមនាមនីតអញ្ចឹងអ្នកគ្រូពេទ្យគាត់នឹងទៅសេនៅលើกระดาษនៃការបរិច្ចាគឈាមរបស់បងប្អូនថាមូលនិធិឈាមនាមនីតចាបន្ទាប់មកក៏ចាប់ផ្ដើមសញ្ញេចាដើម្បីយកกระดาษជម្រាបលាអ្នកគ្រូចេញមកវាស់ជួសចុងដៃបន្តទៀតចាប៉ុន្តែនេះខ្ញុំសូមជំរាបថាបន្ទាប់ពីចេញពីកន្ទប់នេះហើយបងប្អូនត្រូវថតกระดาษចាដែលបានទៅសេថាមូលនិធិឈាមនាមនីតនេះរួមទាំងអត្តសញ្ញាណប័ណ្ណរបស់បងប្អូនផ្ញើចូលមកកាន់គ្រប់មូលនិធិឈាមនាមនីតក៏ដូចជា Telegram របស់នាងខ្ញុំដែលមានលេខ017 32 66 66ដើម្បីបញ្ជាក់ច្បាស់ថាបងប្អូនពិតជាបានបរិច្ចាគឈាមចូលមកកាន់មូលនិធិឈាមនាមនីតហើយមូលនិធិឈាមនាមនីតនឹងបានកត់ត្រាឈាមរបស់បងប្អូនចូលមកកាន់ស្តុកមូលនិធិឈាមផងដែរចាកន្លែងនេះនេះខ្ញុំសូមបញ្ជាក់ឲ្យបញ្ជាក់ទៀតសូមបងប្អូនកុំភ្លេចបើសិនជាបងប្អូនចាចង់បរិច្ចាគឈាមចូលមកកាន់មូលនិធិឈាមនេះហើយបន្ទាប់មកយើងចាប់ផ្ដើមទៅជួសចុងដៃចាពិនិត្យHemoglobin ដើម្បីឲ្យដឹងថាគ្រប់ឈាមរបស់យើងនៅគ្រប់ឈាមមួយណាហើយបងប្អូនពិតជាអាចបរិច្ចាគឈាមបានពិតប្រាកដអត់បើសិនជាកន្លែងនេះតេស្តធ្លាក់ក៏បងប្អូនមិនអាចបរិច្ចាគឈាមបានដែរឥឡូវនេះនាងខ្ញុំបានមកដល់លើក្រែបូមឈាមហើយចំណុចឈាមដែលយើងត្រូវបូមគឺ350មីលីលីត្រផងដែរចាបងប្អូនទាំងអស់គ្នាកុំបារម្ភថាពេលដែលបូមឈាមហើយយើងមានអារម្មណ៍ថាអូអាងាក់អងើឬក៏ឈឺអីអត់ទេបងប្អូននេះខ្ញុំបូមឈាមហើយគឺមកអង្គុយទៅចែកលេងជាមួយនឹងបងប្អូនស្រីធម្មតាចាបន្ទាប់ពីបូមឈាមហើយបងប្អូនត្រូវអង្គុយសម្រាករយៈពេល5នាទីទៅ10នាទីហើយញ៉ាំទឹកឲ្យបានច្រើនញ៉ាំទឹកខូចញ៉ាំរបស់ផ្អែមដែលមាននៅក្នុងមជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែលគាត់បានផ្ដល់ជូនតែម្ដងចាអញ្ចឹងសម្រាប់បងប្អូនទាំងអស់ដែលចង់បរិច្ចាគឈាមដោយស្ម័គ្រចិត្តនិងមិនគិតកម្រៃចូលមកកាន់មូលនិធិឈាមនាមនីតបងប្អូនអាចទស្សនានៅវីដេអូមួយនេះក៏ដូចជាចែករំលែកវីដេអូនេះទៅកាន់អ្នកទាំងអស់គ្នាផងដែរចាអរគុណ